ប្រាសាទអង្គរវត្តឬក៏ប្រាសាទអង្គរតូចមានឈ្មោះដើមថាបរមវិស្ណុលោកមានទីតាំងស្ថិតនៅភាគខាងជើងក្រុងសៀមរាបនៃខេត្តសៀមរាបជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុតនិងជាវិមានសាសនាដ៏ធំមហិមានៅក្នុងពិភពលោកដែលជាប់ក្នុងកំណត់ត្រាពិភពលោក Guinness នៅក្នុងអំឡុងឆ្នាំ1985បានចាប់ផ្ដើមសាងសង់នៅដើមសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2ចន្លោះពីឆ្នាំ1113ដល់ឆ្នាំ1150ស្ថិតនៅក្នុងរាជធានីយោសោធបុរៈដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាប្រាសាទអង្គរវត្តមានលក្ខណៈល្អវិចិត្រនិងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលបើតាមលោកសុកសេដេសប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោកប្រាង្គកណ្ដាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅចំកណ្ដាលពិភពលោកប្រាង្គទាំង4តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដីរីឯគូទឹកព័ទ្ធជុំវិញប្រាសាទគឺជាសមុទ្រដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តប្រើកម្លាំងពលកម្មប្រមាណជាង30,000នាក់ដំរីជាង6,000ក្បាលនិងប្រើប្រាស់ថ្មសរុបចំនួនប្រមាណជាង10លានតោនជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនៅក្នុងប្រាសាទមានក្បាច់ចម្លាក់យ៉ាងល្អវិចិត្រចម្លាក់អប្សរាត្រូវបានឆ្លាក់ក្នុងទំហំប៉ុនៗគ្នាយោងតាមវីដេអូឯកសារស្រាវជ្រាវស្ដីពីការកសាងប្រាសាទអង្គរវត្តដោយបុរាណវិទូជនជាតិបារាំងបានបង្ហាញថាស្ថាបត្យករនៅក្នុងសម័យនោះបានយកដីខ្សាច់ដើម្បីចាក់គ្រឹះកសាងប្រាសាទអង្គរវត្តព្រោះបុព្វបុរសខ្មែរយើងជឿថាដីខ្សាច់អាចធ្វើឲ្យតួប្រាសាទឈររឹងមាំបានរាប់ពាន់ឆ្នាំប្រាសាទអង្គរវត្តមានកម្ពស់65ម៉ែត្រដែលមានផ្ទៃក្រឡាប្រហែល200ហិកតារាងជាចតុកោណដែលកំណត់ដោយកំពែងព័ទ្ធជុំវិញមានប្រវែងប្រហែល 5.5 គីឡូម៉ែត្រកសិណឬគូទឹកត្រូវបានជីកកាយព័ទ្ធជុំវិញប្រាសាទមានប្រវែងប្រហែលជាង16គីឡូម៉ែត្រនិងទទឹង200ម៉ែត្រតាមការស្រាវជ្រាវពីបុរាណវិទូដីខ្សាច់ជាប្រភេទដីមានសំណើមដូច្នេះហើយត្រូវការទឹកដើម្បីបន្សើមជាប្រចាំដូច្នេះប្រសិនបើដីខ្សាច់គ្មានជាតិទឹកនោះតួប្រាសាទទាំងមូលអាចនឹងត្រូវស្រុតចុះ